Ba sustainable មកដល់គ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការរៀបចំជាមួយនឹង key welcome នៅពេលដែលភ្ញៀវគាត់ធ្វើការចុច get start នៅក្នុង Telegram bot របស់យើងអាចធ្វើការផ្ញើជា welcome message ទៅកាន់ពួកគាត់ហើយយើងនឹងធ្វើការរៀបចំជាមួយនឹងប៊ូតុងដូចដែលខ្ញុំបានបង្ហាញជូននេះអញ្ចឹងប៊ូតុងនេះវាបានមកពីណាអូខេអញ្ចឹងតើយើងចូលទៅក្នុងប្រព័ន្ធទាំងអស់គ្នាអ្វីដែលយើងត្រូវធ្វើយើងចូលមកកាន់ bot manager បន្ទាប់មកត្រង់កន្លែងពាក្យថា welcome and start នេះត្រង់កន្លែងហ្នឹងគឺជាកន្លែងដែលគេ welcome គេចុចប៊ូតុងហ្នឹងមកវានឹងធ្វើការផ្ញើ flow មួយហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងចុចបើកវាដំបូងវាបិទអញ្ចឹងយើងបើកវាមកហើយយើងចុចពាក្យថា save បាទបន្ទាប់មកយើងចុចយកពាក្យថា open welcome flow builder ដើម្បីធ្វើការរៀបចំអញ្ចឹងនេះគឺជា default របស់វាយើងអាចធ្វើការ double click លើនេះមកហើយយើងបដូរពាក្យពេចន៍ដែលយើងចង់បដូរមកបន្ទាប់មកត្រង់កន្លែងនេះគឺជា next compose នៅពេលដែលវាផ្ញើរូបភាពផ្ញើអក្សរមួយសន្លឹកហើយចង់ផ្ញើអីទៀតអញ្ចឹងខ្ញុំចង់ឲ្យវាផ្ញើរូបភាពមួយសន្លឹកអញ្ចឹងខ្ញុំធ្វើការចុចយករូបភាពបាទអញ្ចឹងយើងបានពីរណាខ្ញុំ save ហើយខ្ញុំចុចយកពាក្យ open ចេញមកដើម្បីខ្ញុំចុចទៅ view test មើលអញ្ចឹងខ្ញុំធ្វើការចុចយកពាក្យថា start អញ្ចឹងវានឹងធ្វើការផ្ញើអក្សរហើយនឹងរូបភាពប៉ុន្តែមើលទៅឃើញថាវាអត់ទាន់មានភាពរស់រវើកទេព្រោះអត់មានប៊ូតុងអត់មាននេះចុចអញ្ចឹងណាអញ្ចឹងដើម្បីដាក់ប៊ូតុងហ្នឹងយើងត្រូវធ្វើមិនអូខេអញ្ចឹងយើងចូលមកកាន់ប្រព័ន្ធយើងឡើងវិញអញ្ចឹងអានេះគឺហើយណាជាយើងអាចខ្វែងវាចោលបានអញ្ចឹងយើងខ្វែងវាចោលមកអ្វីដែលយើងត្រូវធ្វើយើងចូលមកកាន់ត្រង់កន្លែង flow ឃើញ keyword flow ឯងយើងចុចយកពាក្យថា create ត្រង់នេះគឺយើងយកពាក្យ double click វាមកហើយវាមានពាក្យនេះអញ្ចឹងយើងយក string មកបើយកនេះមានន័យថាតើត្រូវដូចអានេះគឺស្តៀងចឹងហ្នឹងអីគេអាហ្នឹងគឺមានន័យថានៅពេលដែលភ្ញៀវគាត់ធ្វើការឆាតមកយើងតាមពាក្យដែលយើងបានកំណត់អាហ្នឹងគឺយើងប្រើសម្រាប់តែ key welcome ណាបើយើងនិយាយអំពីសេវាកម្មអីផ្សេងៗអានេះយើងបង្កើតថ្មីទៅអញ្ចឹងអានេះគឺខ្ញុំបង្កើតសម្រាប់តែ key welcome ទេបើយើងតាក់ទងនឹងតម្លៃយើងបង្កើតថ្មីផ្សេងបាទអញ្ចឹងអានេះខ្ញុំដាក់ថា keyword welcome បាទបានអញ្ចឹងនៅពេលដែលយើងដាក់ប៊ូតុងខ្ញុំឧទាហរណ៍ថាឥឡូវប៊ូតុងនេះយើងចង់បង្ហាញអីយើងអាចដាក់ថាឥឡូវយើងដាក់សួស្ដីជាដែរទៅខ្ញុំសូមចូលមកក្នុងនេះវិញដើម្បី copy ពាក្យខ្ញុំខ្ជិលសរសេរឡើងវិញណាបាទខ្ញុំ copy វាហើយបិទវាចោលទៅនេះខ្ញុំ copy វាឡើងវិញព្រោះវា key welcome បន្ទាប់មកយើងចង់ដាក់អីគេខ្ញុំដាក់រូបភាពដដែលណាព្រោះនេះយើងធ្វើដដែលទេអូខេ save អញ្ចឹងយើងចូលទៅមើលឡើងវិញយើង open ឡើង welcome នេះ open វាឡើងវិញមកហើយយើងឃើញមានប៊ូតុងនេះអញ្ចឹងប៊ូតុងនេះយើងធ្វើបាន2អញ្ចឹងប៊ូតុងនេះយើងអាចធ្វើការដាក់គេ website គេហទំព័រយើងចុចយកអានេះមកនេះហើយយើងដាក់គេហទំព័ររបស់យើងមកហើយដល់ពេលប៊ូតុងមួយទៀតយើងដាក់អីគេខ្ញុំឧទាហរណ៍ថា welcome ហើយខ្ញុំហើមកនេះ key welcome របស់យើងមិញបាន2បាទហើយយើង save ហើយយើងចូលទៅ start ម្ដងទៀតមកគេមានប៊ូតុងនេះបាទប៊ូតុងអញ្ចឹងយើងចុចមកបើសិនជាគេចុចនេះគឺចូលទៅ website របស់យើងហើយបើគេចុចអានេះគឺមានន័យថាវានឹងធ្វើការផ្ញើអា key welcome របស់យើងមិញឡើងវិញប៉ុន្តែឃើញថានេះអត់មានប៊ូតុងទេដោយសារយើងអត់បានដាក់តែបើសិនជាភ្ញៀវគាត់សុកគាត់ហាយមកយើងក៏វាផ្ញើអាទម្រង់មិញហ្នឹងមកដែរដោយសារយើងបានដាក់ key welcome របស់យើងមិញបាទអាហ្នឹងគឺវាបែបហ្នឹងហើយឥឡូវយើងហើយណាចាំបើយើងចង់បន្ថែមអីទៀតយើងអាចចុច next តទៀតចឹងណាបាទអញ្ចឹងអានេះគឺបើខ្ញុំគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងយើងចូលមកមើលត្រង់កន្លែងនេះយើង refresh វាមកនេះយើងឃើញមាននេះគេមាន key welcome របស់យើងដែលយើងបានដាក់មិញហើយយើងអាច duplicate វាអីបានធម្មតាហើយបើសិនជាយើងចង់បង្កើតតែតម្លៃយើងអាច create ថ្មីមួយមកហើយយើងត្រង់កន្លែងនេះយើងដាក់មកដាក់ថាតម្លៃអីចឹងទៅហើយខ្ញុំដាក់នេះខ្ញុំដាក់ថាតម្លៃដែរអញ្ចឹងកន្លែងនេះខ្ញុំដាក់ខ្ញុំក៏ឧទាហរណ៍ណាបាទតម្លៃអីដែរខ្ញុំក៏ឧទាហរណ៍ទេអញ្ចឹងនៅពេលដែលភ្ញៀវគាត់វាយចំ keyword របស់យើងនេះវានឹងភ្ញៀវញ៉ៅតម្លៃអីដែរតែបើសិនជាករណីគេវាយខុសឧទាហរណ៍គេវាយទាំងណាហ្នឹងវាអត់មាននៅក្នុងហ្នឹងទេអញ្ចឹងយើងត្រូវតែ copy keyword ហ្នឹងយកទៅដាក់នៅក្នុងហ្នឹងដូចគ្នាហើយឃើញអានេះវាផ្ញើមកហើយដោយសារតែវាជាទម្រង់ដើមអញ្ចឹងយើងត្រូវកែអានឹងមួយទៀតនេះ no match found នេះយើងកែមកពេលដែលភ្ញៀវគាត់វាយអ្វីដែលគ្មាននៅក្នុងប្រព័ន្ធវានឹងធ្វើការផ្ញើអាហ្នឹងទៅកាន់ភ្ញៀវអញ្ចឹងយើងអាចដាក់អានេះមកនេះ more info យើងចូលទៅណា
យក keyword cam អញ្ចឹងទៅ sale បាទអញ្ចឹងនៅពេលដែលភ្ញៀវគាត់វាយទៀតឧទាហរណ៍គាត់វាយឡើងវិញអាហ្នឹងវាអត់មានទេអញ្ចឹងវាផ្ញើមកទៀតតែគេមានពាក្យប៊ូតុងមួយណាតែបើសិនជាករណីយើងអត់ចង់ឲ្យរំខានឲ្យតែភ្ញៀវវាយដល់ផ្ញើមកភ្ញៀវវាយដល់ផ្ញើមកវារំខានអញ្ចឹងយើងត្រូវចូលបើកវាត្រង់នេះយើងយកវាទៅមួយថ្ងៃបានហើយមួយថ្ងៃផ្ញើទៅមួយបានហើយយើង sale មកយើង sale មកអូខេឥឡូវខ្ញុំដាក់ហៅអញ្ចឹងវាផ្ញើតែម្ដងហ្នឹងណាពេលដែលយើងផ្ញើដាក់ម្ដងទៀតវាលេងហើយឃើញទេគេវាលេងផ្ញើមកហើយព្រោះវាអត់រំខានទៀតទេតែបើសិនជាករណីគេដាក់តម្លៃវានឹងផ្ញើអានោះមកវិញតម្លៃដែរឃើញអត់អូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអំពីរបៀបនៃការ set up កន្លែង bot manager ការងារដែលយើងត្រូវធ្វើគឺមានតែ3ហ្នឹងទេបាទសង្ឃឹមថាបងប្អូនអរគ្នាយល់ណាបាទអត់អីពិបាកទេហើយអ្វីដែលយើងត្រូវធ្វើបន្ថែមគឺអានេះគឺស្វាគមន៍គេអានេះគឺយើងចង់បង្កើតជាមួយនឹង flow ពាក្យពេចន៍ keyword អីចឹងទៅបាទអញ្ចឹងវីដេអូបន្តទៀតខ្ញុំនឹងធ្វើការបង្ហាញអំពីកលឹះផ្សេងទៀតចឹងណាអញ្ចឹងអានេះខ្ញុំធ្វើតែប៉ុណ្្នឹងសិនទេហើយជិះវៀងយើងធ្វើច្រើនទៅវីដេអូវែងពិបាកមើលបាទអរគុណ